សួស្តីអ្នកទាំងអស់គ្នាក៏សូមស្វាគមន៍មកកាន់ Channel Rian នៅថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីចង់ទាញអារម្មណ៍អ្នកទាំងអស់គ្នាមកស្ដាប់រឿងនេះក៏ដូចជាមើលនៅការសម្ដែងរបស់ខ្ញុំសាច់រឿងមួយនេះគេចង់បង្ហាញអំពីសិស្សសាលាដែលលួចក្រាស់ទៅលើសិស្សសាលាថ្នាក់ខ្លួនឯងហើយការសារភាពរបស់ពួកគេហ្នឹងមើលទៅគឺតឹងតែងមែនតើណាគេខ្លះដែលលួចក្រាស់ទៅលើមិត្តថ្នាក់ខ្លួនឯងមូលហេតុដែលខ្ញុំជ្រើសរើសយករឿងមួយនេះគឺខ្ញុំចង់បំរើអារម្មណ៍អ្នកទាំងអស់គ្នាមកមើលសាច់រឿងស្នេហាវិញម្ដងហើយមុននឹងចូលសាច់រឿងរបស់យើងក៏ខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ like នៅវីដេអូនេះហើយ subscribe នៅ channel ខ្ញុំផងអ្នកទាំងអស់គ្នាគឺជាអ្នកលើកទឹកចិត្តខ្ញុំឲ្យធ្វើវីដេអូបន្តទៀតរឿងមួយនេះគឺមានឈ្មោះថា I've always liked you អញ្ចឹងយើងកុំឲ្យខាត់ពេលយូរចូលទៅសាច់រឿងរបស់យើងវិញម្ដងសាច់រឿងក៏បានបង្ហាញក្មេងស្រី3នាក់ដែលក្មេងស្រីកំពុងតែងាកមកមើលអ្នកទាំងអស់គ្នាហ្នឹងគឺមានឈ្មោះថា Natsuki Nachan Inomoto ឈ្មោះរបស់គាត់ហ្នឹងគឺនៅផ្ទះផងនិងនៅសាលាផងអញ្ចឹង admin ហៅ Natsuki ហើយក្មេងស្រីម្នាក់ទៀតដែលនៅឆ្វេងដៃអ្នកទាំងអស់គ្នាហ្នឹងគឺមានឈ្មោះថា Miyo បើសិនជាខ្ញុំហៅឈ្មោះរបស់គាត់ខុសអធិស្ឋានឲ្យខ្ញុំផងអ្នកទាំងអស់គ្នាចំណែកឯម្នាក់ទៀតដែលមានសក់ពណ៌ស្វាយហ្នឹងគឺមានឈ្មោះថា Akari ពួកគាត់គឺជាមិត្តភក្តិនឹងគ្នាដែលជិតស្និទ្ធជាងគេនៅក្នុងថ្នាក់រៀនពួកគាត់គឺតម្រង់ទៅសាលារៀនប៉ុន្តែមុននឹងដើរទៅសាលារៀនហ្នឹងក៏និយាយដើមក្រាស់របស់ពួកគាត់ដែរ Natsuki គេបាននិយាយអំពីរឿងរ៉ាវពីស្នេហារបស់គេដែលគេត្រៀមនឹងសារភាពទៅក្រាស់របស់គេហ្នឹងប៉ុន្តែពេលហ្នឹងគឺគេបានសារភាពទេដោយសារតែគេហ្នឹងខ្មាស់អៀនពេកគេគ្រាន់តែនិយាយថាឲ្យបុរសម្នាក់ហ្នឹងគឺកំដរគេខ្លះផងហើយបុរសម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ Natsuki វិញថាគាត់យល់ព្រមហើយ Natsuki គឺឡើងសប្បាយចិត្តហ្មងចំណែកឯមិត្តភក្តិរបស់គេគ្រាន់តែឮអញ្ចឹងក៏គេសប្បាយចិត្តជំនួស Natsuki ដែរសាលាគឺទើបតែចូលកងវិញឯងអញ្ចឹងសិស្សម្នាក់គឺមានការផ្លាស់ប្ដូរហើយក្មេងប្រុសម្នាក់ហ្នឹងបានឃើញក្មេងស្រីម្នាក់បានដើរចូលថ្នាក់រៀនហើយគេមើលឡើងផ្លឹកហ្មងក្មេងប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Mochita គឺគាត់កំពុងតែក្រាស់ទៅលើ Akari នឹងឯងទើបតែចូលកងអត់មានទៅស្វាគមន៍មិត្តភក្តិប្រុសៗទេគឺចាប់អារម្មណ៍តែស្រីស្អាតហ្មងខួរក្បាលរបស់ Mochita ហ្នឹងគឺតែងតែប្រាប់គេចង់ឲ្យគេនឹងទៅនិយាយជាមួយនឹង Akari ហើយនឹងសារភាពស្នេហ៍មួយនឹងទៅភ្លាមៗនោះក៏មានក្មេងប្រុសម្នាក់ដែលបាននិយាយជាមួយនឹង Akari Mochita ក៏បានសួរទៅក្មេងម្នាក់ហ្នឹងចុំហែងមិញនិយាយអីមិញខ្លះជាមួយនឹង Akari ក្មេងប្រុសម្នាក់ហ្នឹងក៏បានតបថាគេអត់បាននិយាយអីទេហើយគាត់មានឈ្មោះថា Koyoki គឺបានក្រាស់ទៅលើ Natsuki ទៅពេលនោះគេបានឃើញ Natsuki ហ្នឹងកំពុងតែនិយាយជាមួយនឹងក្រាស់របស់នាងហើយក្រាស់របស់នាងគឺមានឈ្មោះថា Yu គឺជាក្មេងប្រុសដែល Natsuki ហ្នឹងបាននិយាយឲ្យមិត្តភក្តិរបស់គេស្ដាប់សាច់រឿងមួយនេះគឺមានតួអង្គច្រើនតិចអ្នកទាំងអស់គ្នាប្រយ័ត្នច្រឡំKoyoki គាត់បានឃើញ Natsuki និយាយជាមួយនឹងអ្នកផ្សេងហ្នឹងគាត់ក៏អន់ចិត្តនឹងឲ្យសាច់រឿងចាប់ផ្ដើមអន់ចិត្តម្ដងតិចហើយក៏លេចចេញក្មេងប្រុសមកម្នាក់ទៀតដែលគាត់មានសក់ពណ៌លឿងហ្នឹងហើយគាត់មានឈ្មោះថា Haruki ពួកគាត់គឺជាមិត្តភក្តិនៅក្នុងថ្នាក់រួមទាំងអស់គ្នាហើយនឹងមិត្តភក្តិស្រីៗរបស់ Natsuki ហ្នឹងក៏ជាមិត្តភក្តិរបស់ពួកគេដែរ Haruki បានមកហៅពួកគេទៅលេងបាល់ទាំងអស់គ្នានៅថ្ងៃហ្នឹងការលេងបាល់ហ្នឹងគឺមានតែ Haruki Koyoki ហើយនឹង Yu ចំណែកឯ Mochita វិញគឺគេអត់បានលេងទេគេបានត្រឹមតែទៅសេលេខដែលគេបានទាត់ចូលហ្គោលហ្នឹងហើយនៅពេលនោះក្រាស់របស់គេហ្នឹងគឺកំពុងតែនិយាយជាមួយនឹងមិត្តភក្តិគេហ្នឹងគឺនៅក្រោយខ្នងរបស់គេហ្នឹងឯងគឺធ្វើឲ្យអារម្មណ៍របស់ Mochita ហ្នឹងគឺឡើងសឹបហ្មងហើយក្រោយពីមើលគេហើយ Mochita ក៏ត្រូវមកបាល់កដាមកផ្លឹកពេកភ្លេចមើលបាល់ឡើងផ្អើលគេផ្អើលឯងគ្រាន់តែមកបាល់កដាមកសាច់រឿងក៏បានបង្ហាញពួកគេមកនៅក្នុងថ្នាក់វិញម្ដងចំណែកឯ Mochita វិញគឺនៅឡើងស្ងៀមហ្មងដោយសារតែខ្មាស់គេពេលស៊ីមកបាល់ហ្នឹង Miyo ក៏បានមកហៅ Haruki ហ្នឹងទៅផ្ទះជាមួយគ្នា Miyo គឺក្រាស់ទៅ Haruki ហើយ Haruki ក៏ក្រាស់ទៅ Miyo ដែរប៉ុន្តែពួកគេគឺអត់ទាន់សារភាពនៅពេលដែលពួកគេបានដើរទៅផ្ទះហ្នឹងមានឡានមួយបានគៀ Miyo ប៉ុន្តែ Haruki បានចាប់ Miyo ហ្នឹងទាន់ហើយកន្លែងហ្នឹងអ្នកទាំងអស់គ្នាឡើង sweet ហ្មងឡើងធ្វើឲ្យ Miyo ហ្នឹងអៀនហ្មងសាច់រឿងគឺបានបង្ហាញយូហើយគាត់គឺបានមកផ្ទះរបស់គាត់ដែលពេលហ្នឹងគាត់បានជួប Natsuki ដែល Natsuki ហ្នឹងគឺកំពុងតែលេងហ្គេមជាមួយនឹងប្អូនស្រីរបស់ Yu ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថាហេតុអីបានជា Natsuki ហ្នឹងមកនៅផ្ទះរបស់ Yu ពួកគេគឺជាមិត្តភក្តិនឹងគ្នាតាំងពីនៅកុមារភាពមកម្ល៉េះហើយ Natsuki មកផ្ទះរបស់ Yu ហ្នឹងគឺចង់ឲ្យគេហ្នឹងបង្រៀនមេរៀនខ្លះៗទៅគេតែ Natsuki ហ្នឹងភ្នែករបស់គាត់អ្នកទាំងអស់គ្នាមើលស្រឡឹងទៅ Yu រហូត Natsuki បានសួរមួយសំណួរទៅ Yu បើសិនជាខ្ញុំមានអ្នកស្រឡាញ់ចឹងណាតើ Yu ហ្នឹងគឺគិតមិន Yu ក៏បានឆ្លើយតបទៅកាន់ Natsuki វិញថាខ្ញុំអត់ធ្វើអីទេហើយខ្ញុំក៏ត្រេកអរដែរដែល Natsuki ហ្នឹងមានដៃគូមានសង្សារអីចឹងណានៅពេលដែល Natsuki លើក្រាស់ខ្លួនឯងនិយាយចឹងណាក៏មានអារម្មណ៍ថាសែតដែរសាច់រឿងក៏បានបង្ហាញមកសាលាវិញម្ដងចំណែកឯ Mochita វិញគឺគេអត់
បានដេកទេដោយសារតែគេនឹងគិតពីក្រាស់របស់គេរហូតហើយភ្លាមៗនោះគេក៏បានដើរជួបអាការីនឹងនៅនឹងទល់មុខគេតែម្ដងដែលធ្វើឲ្យពួកគេនឹងស្រឡឹងមុខគ្នាមកសន្ទុះហើយម៉ូជីតាក៏ហៅនឹកនិយាយថាអត់ដឹងនិយាយអីទេហើយគេក៏បានឃើញសក់របស់អាការីនឹងប៉ោងអត់ស្អាតអញ្ចឹងទៅហើយអាការីក៏និយាយថាអេកុំវត្តកុំឲ្យគេដឹងខ្ញុំខ្មាស់គេអាការីក៏បានរត់ចេញពីម៉ូជីតាដែលធ្វើឲ្យម៉ូជីតានឹងមានអារម្មណ៍ថាសឿតទីរៃជួបក្រាស់លើកដំបូងហើយបាននិយាយមួយក្រាស់អីចឹងណាហើយគេឡើងទុនដៃទុនជើងអង្គុយនៅមុខថ្នាក់នឹងមងខូចសុភាពបុរសអស់អាលេងសាច់រឿងបានបង្ហាញនារីទាំង3របស់យើងវិញម្ដងដែលពួកគេនឹងកំពុងតែពិភាក្សាគ្នាអំពីក្រាស់របស់គេដែលគេបានជួប first day អីចឹងណាណាត់ស៊ូគីបានប្រាប់ទៅមិត្តភក្តិគេនឹងថាគេបានទៅផ្ទះរបស់យូហើយយូបានបរៀនគេទៀតឲ្យតែបាននៅចិត្តក្រាស់បន្តិចនឹងដឹងតែយកមកអួតមិត្តភក្តិទៀតហើយណាត់ស៊ូគីកំពុងតែនិយាយគ្នានឹងកូយ៉ូគីក៏បានមកដល់គេបានមកសួរណាត់ស៊ូគីនឹងឲ្យទៅ concert ជាមួយគេនៅល្ងាចនឹងអត់ណាត់ស៊ូគីគឺចង់ទៅ concert នឹងយូរហើយប៉ុន្តែមានអ្នកបបួរហើយភ្លាមហ្នឹងកូយ៉ូគីគឺបានហៅណាត់ស៊ូគីនឹងទៅមើល concert ជាមួយគេនៅល្ងាចនឹងមិត្តភក្តិរបស់ណាត់ស៊ូគីនឹងក៏ឆ្ងល់មិញវានិយាយអំពីអាប៉ែឈ្មោះយូនឹងតាឥឡូវមិននិយាយជាមួយនឹងកូយ៉ូកូហើយសប្បាយចិត្តមួយអាប៉ែនឹងវិញសាច់រឿងក៏បានបង្ហាញណាត់ស៊ូគីជាមួយនឹងប្អូនប្រុសគេម្ដងកន្លែងហ្នឹងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថាប្អូនរបស់ណាត់ស៊ូគីប្រុសហ្នឹងគឺបានក្រាស់ទៅលើប្អូនរបស់យូហើយប្អូនរបស់យូហ្នឹងគឺស្រីបងក្រាស់លើបងហើយចំណែកឯប្អូនក្រាស់លើប្អូនលយមែនតែនស្នេហារបស់គេណាត់ស៊ូគីគឺបានពាក់សម្លៀកបំពាក់ដើម្បីទៅ concert ជាមួយនឹងកូយ៉ូគីហើយប៉ុន្តែភ្លាមនោះយូក៏បានចូលបន្ទប់របស់ណាត់ស៊ូគីដោយសារតែណាត់ស៊ូគីនឹងភ្លេចយកកាសែតហ្គេមរបស់គេយូគឺបានស្រឡឹងទៅមើលណាត់ស៊ូគីថាថ្ងៃហ្នឹងគេប្លែកម៉ែពាក់សម្លៀកបំពាក់ទៅណាអីចឹងណាណាត់ស៊ូគីក៏បានប្រាប់ទៅយូថាគេទៅជាមួយនឹងកូយ៉ូគីគ្រាន់តែឮចឹងយូក៏បានតម្លាក់ទឹកមុខរបស់គេសង្ស័យអាប៉ែយូហ្នឹងក្រាស់ទៅលើណាត់ស៊ូគីដែរហ្មងណាត់ស៊ូគីក៏បានគិតក្នុងចិត្តថាអញអត់ដឹងធ្វើម៉េចទេអញតាមពិតទៅណាត់ស៊ូគីគឺគេគ្រាន់តែចង់ទៅ concert តែប៉ុណ្ណោះណាត់ស៊ូគីគឺបានមក concert ជាមួយនឹងកូយ៉ូគីហើយ concert របស់គេហ្នឹងឃើញតែម្នាក់ស្រីនឹងច្រៀងហើយកូយ៉ូគីជាមួយនឹងណាត់ស៊ូគីហ្នឹងលោតហក់តាមចម្រៀងទៅនៅពេលដែលពួកគេបានចេញពី concert វិញហ្នឹងកូយ៉ូគីក៏បាននាំណាត់ស៊ូគីហ្នឹងទៅដល់ផ្ទះតែម្ដងណាត់ស៊ូគីក៏បានតម្លាក់ទឹកមុខចុះហើយគេបាននិយាយទៅក្នុងចិត្តថាហេតុអីបានជាយូហ្នឹងអត់ទាន់មកផ្ទះវិញនៅពេលដែលកូយ៉ូគីឃើញណាត់ស៊ូគីអត់សប្បាយចិត្តអញ្ចឹងគេក៏បាននិយាយទៅកាន់ណាត់ស៊ូគីថាអាប៉ែយូហ្នឹងបានធ្វើឲ្យណាត់ស៊ូគីហ្នឹងពិបាកចិត្តមែនភ្លាមនោះកូយ៉ូគីក៏បានចាប់អោបណាត់ស៊ូគីតែម្ដងហើយគេបាននិយាយទៅកាន់ណាត់ស៊ូគីថាគេហ្នឹងគឺអត់ធ្វើឲ្យណាត់ស៊ូគីពិបាកចិត្តអីដូចយូទេហើយគេក៏បន្តនិយាយទៀតថាតើខ្ញុំអាចជំនួសអាប៉ែយូនឹងបានអត់ភ្លាមនោះយូក៏បានមកដល់យូក៏បាននិយាយថាហែងកំពុងតែធ្វើស្អីហ្នឹងយូក៏បានស្ដីឲ្យកូយ៉ូគីហែងធ្វើអញ្ចឹងដឹងអត់ថាកន្លែងហ្នឹងគឺជាកន្លែងសាធារណៈបើឯងចង់បាននាងធ្វើជាសង្សារត្រូវតែយល់ពីនាងមិនមែនមកធ្វើអញ្ចឹងទេកូយ៉ូគីក៏បាននិយាយទៅកាន់អាប៉ែយូវិញថាមានសិទ្ធអីបាននិយាយបែបនេះមកកាន់ខ្ញុំយូក៏បាននិយាយទៅកាន់កូយ៉ូគីវិញថាខ្ញុំនិងណាត់ស៊ូគីគឺជាក្មេងដែលធ្លាប់ស្គាល់គ្នាតាំងពីនៅកុមារភាពអញ្ចឹងខ្ញុំត្រូវតែការពារណាត់ស៊ូគីខ្លះហើយកូយ៉ូគីក៏បាននិយាយថាខ្ញុំក៏ធ្លាប់ដឹងដែរយូក៏បានដឹកដៃណាត់ស៊ូគីនឹងចូលទៅផ្ទះវិញយូនឹងបានត្រឹមតែអន់ចិត្តបើស្រឡាញ់គេមិនទៅសារភាពប្រាប់គេទៅអេដមីនខឹងជំនួសមកនៅពេលព្រឹកឡើងណាត់ស៊ូគីចេញទៅរៀនហើយចំណែកអាយូនឹងក៏ចេញទៅរៀនហើយពួកគេក៏បានជួបគ្នាយូក៏បានហៅណាត់ស៊ូគីនឹងថាឲ្យចាំណាគេទៀតមកលឿនមកគ្រាន់តែណាត់ស៊ូគីលឺអញ្ចឹងមកឡើងឲ្យញឹមហ្មងនៅពេលដែលពួកគេដើរហ្នឹងណាត់ស៊ូគីក៏បានសារភាពទៅកាន់យូថាគេនឹងស្រឡាញ់យូហើយចំណែកអាយូវិញមកក៏ញឹមដែរប៉ុន្តែគេថាអញ្ចឹងកន្លែងហ្នឹងសាធារណៈកុំនិយាយអញ្ចឹងអីខ្លាចគេលឺតែឥឡូវ admin ដឹងអីហើយអ្នកទាំងអស់គ្នាក៏ដឹងដែរសាច់រឿងក៏បានបង្ហាញមកឈីតាវិញម្ដងខួរក្បាលរបស់គេនឹងតែងតែប្រាប់គេថាទៅនិយាយជាមួយនឹងអាការីទៅបើអត់និយាយប្រយ័ត្នអ្នកផ្សេងនិយាយជាមួយហើយសារភាពឲ្យលឿនទៅបើអត់សារភាពប្រយ័ត្នអ្នកផ្សេងយកបាត់នឹងហើយម៉ូឈីតាគឺបានគិតអីក្រៅពីអាការីទេសាច់រឿងក៏បានបង្ហាញណាត់ស៊ូគីជាមួយនឹងកូយ៉ូគីដែលពួកគេនឹងគឺកំពុងតែសុំទោសគ្នាទៅវិញទៅមកនៅរឿងរ៉ាវយប់មិញហ្នឹងនៅពេលនិយាយគ្នាហើយណាត់ស៊ូគីក៏បានដើរចូលថ្នាក់ហើយចំណែកឯកូយ៉ូគីវិញបានតម្លាក់ទឹកមុខសែតអីចឹងណាសូម្បីតែ admin ក៏សែតជំនួសដែរដល់ម៉ោងជិះលេងហើយក៏ដល់ម៉ោងបរិភោគអាហារពេលព្រឹកដែរកូយ៉ូគីជាមួយនឹងម៉ូឈីតាក៏បានបរិភោគជាមួយគ្នាហើយពួកគេក៏បាននិយាយគ្នាអំពីក្រាស់របស់គេម៉ូឈីតាបានសួរទៅកាន់កូយ៉ូគីថាមិនហើយណាត់ស៊ូគីកូយ៉ូគីក៏បាននិយាយថាខ្ញុំអត់អាចខ្លាចទៅជាសង្សាររបស់ណាត់ស៊ូគីទេព្រោះអីខ្ញុំទើបតែស្គាល់នាងហើយណាមួយនាងមានម្ចាស់បេះដូងដែរគឺអាប៉ែយូហ្នឹងនៅពេលកូយ៉ូគីបាននិយាយរួចគេក៏បានសួរទៅកាន់ម៉ូឈីតាវិញចោះមិនហើយអាការីម៉ូឈីតាក៏បាននិយាយអំពីអាការីម៉ូឈីតាហ្នឹងគឺលួចស្រឡាញ់អាការីតាំងពីគេបើកកងចូលមកដំបូងហើយក៏
ធ្លាប់បាននិយាយជាមួយនឹងអាការីលើកដំបូងដែរហើយក៏អត់ហ៊ានសារភាពដែរខ្លាចចិត្តគេអីអញ្ចឹងណាក៏យូគីបានលើកទឹកចិត្តម៉ូជីតាឲ្យម៉ូជីតាហ្នឹងគឺសារភាពទៅកាន់អាការីទៅព្រោះអីមើលទៅអាការីសមគ្នាជាមួយនឹងឯងណាគ្រាន់តែម៉ូជីតាលើបែបនេះគេងើបឈរភ្លាមហើយគេរត់ទៅរកអាការីយកតែម្ដងសាច់រឿងក៏បានបង្ហាញមីយ៉ូជាមួយនឹងហារូគីវិញម្ដងមីយ៉ូមករកហារូគីហ្នឹងដើម្បីយក CD របស់គេវិញហារូគីបាននិយាយទៅកាន់មីយ៉ូថាថ្ងៃហ្នឹងគឺខ្ញុំអត់បានយកមកទេហើយថ្ងៃហ្នឹងក៏ខ្ញុំអត់បានជូនមីយ៉ូហ្នឹងទៅផ្ទះដូចសពរដងដែរព្រោះអីគាត់ជាប់ការងាររបស់គាត់ទោះបីជាហារូគីអត់បានជូនមីយ៉ូទៅក៏ដោយក៏មីយ៉ូសប្បាយចិត្តដែរអ្នកទាំងអស់គ្នាពីរគូហ្នឹងគឺ sweet មែនតើសាច់រឿងក៏បានបង្ហាញម៉ូជីតាវិញម្ដងដល់ពេលដែលគេទៅសារភាពជាមួយនឹងអាការីហើយមុននឹងជួបគេហ្នឹងស្ទាបបេះដូងខ្លួនឯងសិនពេលដែលម៉ូជីតាបានទៅជួបអាការីហ្នឹងគេបានរៀបរាប់ថាគេលួចស្រឡាញ់អាការីហ្នឹងយូរហើយគេចង់មើលថែអាការីឲ្យបានល្អអត់ឲ្យអាការីហ្នឹងពិបាកចិត្តរឿងអីមួយទេអាការីក៏បានឆ្លើយតបទៅម៉ូជីតាវិញថាវាល្អពេកហើយដូចជាមិនកើតទេអីម៉ូជីតាគ្រាន់តែឮអញ្ចឹងគេរៀងស្លុតក្នុងចិត្តរបស់គេអីដោយសារតែគេខ្លាចអាការីបដិសេធអីអញ្ចឹងណាអាការីក៏បាននិយាយទៅកាន់ម៉ូជីតាថាទៅជាមួយខ្ញុំអត់ព្រោះអីកន្លែងខូបកំណើតហ្នឹងគេទើបតែបើកថ្មីចង់ទៅតេស្តកន្លែងហ្នឹងបន្តិចហើយនៅពេលហ្នឹងម៉ូជីតាឡើងសប្បាយចិត្តហ្មងយល់ព្រមភ្លាមហ្មងអញ្ចឹងការសារភាពរបស់ម៉ូជីតាហ្នឹងគឺបានសម្រេចឲ្យគេឡើងសប្បាយចិត្តហ្មងសាច់រឿងក៏បានបង្ហាញណាត់សូគីជាមួយនឹងយូវិញម្ដងនៅពេលដែលពួកគេបានដើរទៅផ្ទះហ្នឹងយូក៏បានឲ្យកសែងដែលនៅជាប់នឹងករបស់គេហ្នឹងទៅណាត់សូគីចំណែកឯណាត់សូគីវិញឡើងផ្លឹកហ្មងដោយសារតែក្នុងចិត្តរបស់គេហ្នឹងសប្បាយចិត្តពេកសាច់រឿងក៏បានបង្ហាញហារូគីជាមួយនឹងមីយ៉ូវិញម្ដងពួកគេគឺស្រឡាញ់គ្នាតាំងពីដើមមកម្ល៉េះដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងហើយគេក៏បានសារភាពគ្នាទៅវិញទៅមកដែរអញ្ចឹងគូស្នេហ៍មួយហ្នឹងគឺបានគ្នាងាយមកអត់មានខាងណាខាងណីមកកញ្ញាញ៉ៃទេចំណែកឯម៉ូជីតាហើយនិងអាការីវិញពួកគេហ្នឹងក៏បានស្រឡាញ់គ្នាដែរអញ្ចឹងពួកគេគឺទៅកន្លែង shopping របស់ពួកគេហ្នឹងហើយកន្លែងលក់នំខេតហ្នឹងមើលមុខម៉ូជីតាឡើងសប្បាយចិត្តហ្មងសាច់រឿងក៏បានបង្ហាញណាត់សូគីជាមួយនឹងយូវិញម្ដងហ្នឹងហើយនៅចុងក្រោយរបស់ពួកគេនៃការសារភាពគ្នាទៅវិញទៅមកណាណាត់សូគីបាននិយាយទៅកាន់យូថាខ្ញុំតែងតែចូលចិត្តអ្នកពេលណាត់សូគីនិយាយរួចយូក៏បាននិយាយទៅកាន់ណាត់សូគីវិញថាអស់ឯងនិយាយឲ្យមែនអញ្ចឹងខ្ញុំទៅណាគ្រាន់តែណាត់សូគីលឺអញ្ចឹងឡើងអស់អារម្មណ៍ហ្មងយូក៏បានដើរចេញពីណាត់សូគីហើយភ្លាមនោះណាត់សូគីអត់ដឹងថាត្រូវធ្វើម៉េចគេក៏បានទៅចាប់ដៃយូវិញហើយក៏បានស្រែកថាខ្ញុំស្រឡាញ់អ្នកកន្លែងហ្នឹងអាប៉ែយូហ្នឹងឡើងស៊ីអារម្មណ៍ហ្មងអ្នកទាំងអស់គ្នាឡើងណាត់សូគីហ្នឹងយំហ្មងហើយភ្លាមនោះអាប៉ែយូហ្នឹងក៏បានទៅអោបណាត់សូគីហើយបាននិយាយថាគេមានតែណាត់សូគីក្នុងបេះដូងគេទេអេដមីនមើលកន្លែងហ្នឹងឡើងចង់ដាច់ចង្កេះហ្មងណាអញ្ចឹងសាច់រឿងយើងបានដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាខ្ញុំអរគុណខ្លាំងមែនតើសម្រាប់ការទស្សនានៅវីដេអូមួយនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចចុច Subscribe នៅ Channel ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នានឹងហើយគឺជាអ្នកលើកទឹកចិត្តខ្ញុំឲ្យធ្វើវីដេអូបន្តទៀតខ្ញុំនឹងស្វែងរកសាច់រឿងថ្មីល្អមើលមកសម្រាប់ចែកជូនឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៀតអញ្ចឹងយើងបានដល់ទីបញ្ចប់ហើយពួកយើងជួបគ្នានៅវីដេអូក្រោយ